ជំរាបសួរសួស្តីបងប្អូនទាំងគ្នាថ្ងៃហ្នឹងគឺងើបពីព្រលឹមដើម្បីទៅកំពង់ចាមទាំងព្រឹកម៉ោងវីដេអូនេះតាំងពីថ្ងៃអាទិត្យសប្តាហ៍មុនអ្នកគ្នាហើយខ្ញុំទៅតែមានពេលធ្វើវីដេអូហ្នឹងទេពេលព្រឹកនេះខ្ញុំងើបម៉ោង 4 កន្លះកុំតែបងប្អូនទឹកដាស់ទេកុំឲ្យអត់ងើបម៉ោងព្រោះយប់មិញហ្នឹងគឺខ្ញុំចូលគេងម៉ោង 3 ហើយខ្ញុំដាក់ម៉ោងរោហ្នឹងគឺម៉ោង 4 ដល់ម៉ោងរោម៉ោង 4 ហើយបិទម៉ោងរោគេងវិញហើយបានបងប្អូននឹងឯងទៅដាក់ម៉ោង 4 កន្លះហ្នឹងឆាប់បានងើបហើយម៉ោង 5 ជាងហើយបានខ្ញុំទៅដល់វិហារដោយសារគេចាំនៅវិហារសមាជិកគឺចាំនៅវិហារទាំងអស់គ្នាម៉ោង 6 គឺយើងចេញឡានទៅកំពង់ចាមតែម្ដងអញ្ចឹងពេលធ្វើដំណើរនៅតាមផ្លូវហ្នឹងគឺមានអាហារសម្រន់សម្រាប់សមាជិកទាំងអស់គ្នាដែរព្រោះយើងទៅដល់កំពង់ចាមហ្នឹងគឺយើងចូលរួមតែម្ដងជីឡានពេលព្រឹកចឹងបានមើលថ្ងៃរះស្អាតមែនតើអ្នកគ្នាតែខ្ញុំនេះវិញគឺល្ងួយគេមែនតើដោយសារតែខ្ញុំគេងបានតែ1ម៉ោងទេចឹងលើឡានហ្នឹងគឺខ្ញុំគេងបានមកសបកដែររយៈពេល2ម៉ោងឥឡូវនេះយើងបានមកដល់កំពង់ចាមហើយយើងមកដល់ហ្នឹងគឺម៉ោង 8 ជាងហើយអត់ទាន់ចាប់ផ្ដើមកម្មវិធីទេនៅសល់ប្រហែលជាកន្លះម៉ោងអីទៀតបានយើងដល់ម៉ោងកម្មវិធីហើយយើងនឹងចាប់ផ្ដើមកម្មវិធីនៅម៉ោង 9 ហើយខ្ញុំមកដល់គឺចាប់ផ្ដើមផ្លាស់សម្លៀកបំពាក់ដើម្បីឡើងច្រៀងចម្រៀងពិសេសប្រាប់បងប្អូនថាកម្មវិធីនេះគឺជាសន្និសីទមណ្ឌលសម្រាប់កំពង់ចាមនិងកំពង់ធំយើងចូលមកដល់ហ្នឹងគឺអត់ទាន់មានបងប្អូនសមាជិកមកច្រើនទេហើយពួកយើងកំពុងតែត្រៀមខ្លួនដើម្បីហាត់សមចម្រៀងពិសេសមកដល់ការចាប់ផ្ដើមកម្មវិធីគឺប្រធានគាត់ប្រកាសឈ្មោះអ្នកដែលមានតួនាទីនៅក្នុងវិហារមកគឺចាប់ផ្ដើមការសន្និសីទរបស់ប្រធាននិងថ្នាក់ដឹកនាំផ្សេងៗផងដែរតែបានថតទេអ្នកគ្នាចូលមកដល់ការច្រៀងចម្រៀងពិសេសគឺប្រូខ្លាំងមែនទែនអ្នកគ្នាហើយខ្ញុំនឹងឲ្យអ្នកគ្នាស្ដាប់ដែរបានស្ដាប់ពេញគឺរត់តែព្រោះគឺមានអត្ថន័យខ្លាំងមែនទែនបទចម្រៀងមួយហ្នឹងចូលមកដល់ការសន្និសីទរបស់ប្រធានហើយនឹងការបញ្ចប់កម្មវិធីតែម្ដងនៅអត់ទាន់ចប់ទេបងប្អូនចប់កម្មវិធីគឺខ្ញុំទៅផ្លាស់អាវហើយដើម្បីទៅញ៉ាំបាយជុំគ្នានៅខាងក្រៅនេះឲ្យផ្កាមែនទែនណាបងប្អូនតែពិតបងប្អូននឹងសោះឥឡូវគឺដល់ម៉ោងញ៉ាំបាយហើយបងប្អូនតោះញ៉ាំបាយទាំងអស់គ្នាសមាជិកមកពីខាងសដានក៏គាត់មកចូលរួមដែរបងប្អូនសំខាន់គឺគាត់ជិះឡានឆ្ងាយមែនទែននេះបងប្អូនក្មេងលពើពងកវាយទូរស័ព្ទខ្ញុំហើយបងប្អូនគេពងមើលសិនពួកគេឃើញរូបគេនៅក្នុងទូរស័ព្ទហ្នឹងហ៎ពួកខ្ញុំញ៉ាំបាយហើយអស់ហើយណាប៉ុន្តែនៅសមាជិកខ្លះគឺអត់ទាន់ញ៉ាំបាយហើយអញ្ចឹងខ្ញុំពងឲ្យបានឆាប់ត្រឡប់ទៅវិញស្រាប់តែម៉ោង 2 គឺមានភ្ញៀវណាត់នៅកន្លែងធ្វើការអញ្ចឹងខ្ញុំត្រូវប្រញាប់ទៅធ្វើការខ្ញុំវិញវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងអស់គ្នាជួបខ្ញុំនៅវីដេអូក្រោយ